ក្រុមជ្រុលនិយមថៃក្រុមប្រឆាំងថៃត្រឹមតែជាង20នាក់មកស្រ័យពាក់ព័ន្ធជាមួយប្រាសាទតាមាន់ធំធ្វើឲ្យយើងនាំគ្នាឈលជ្រៅឆ្លោះគ្នាពេញទៅនឹងបងប្អូនសម័យមើលខ្ញុំវាសម័យអត់ចេញហើយចុះបើថ្ងៃក្រោយគេនាំគ្នា50នាក់ឬក៏100នាក់លើកគ្នាក្រុមប្រឆាំងរបស់ថៃគេស្រែកថារឿងប្រាសាទតាមាន់ធំជារបស់ថៃតើយើងនេះវាជ្រុលជ្រៅប៉ុណ្ណាខ្ញុំយល់អំពីការដែលស្រឡាញ់ជាតិការដែលស្នេហាជាតិរបស់បងប្អូនក៏ប៉ុន្តែធ្វើអ្វីក៏ដោយកុំឲ្យវាជ្រុលកុំឲ្យវាលក្ខណៈមួយថាជាតិនិយមជ្រុលបាទរឿងអ្វីក៏ដោយថ្នាក់ដឹកនាំក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាគេដោះស្រាយហើយពាក់ព័ន្ធជាមួយប្រាសាទតាមាន់ធំនេះគឺជារបស់ខ្មែរ 100% បាទរាជរដ្ឋាភិបាលថៃក៏គេប្រកាសថាប្រាសាទតាមាន់ធំជារបស់ខ្មែរក្រសួងការពារជាតិថៃក៏គេប្រកាសថាប្រាសាទតាមាន់ធំគឺជារបស់ខ្មែរតើក្រុមប្រឆាំងក្រុមជ្រុលនិយមថៃតែ20នាក់ជាងគេមកប្រកាសគេមកស្រែកពាក់ព័ន្ធជាមួយរឿងប្រាសាទតាមាន់ធំនេះបើជាយើងនាំគ្នាជ្រុលជ្រៅឆ្លោះគ្នាខ្មែរនិងខ្មែរឆ្លោះគ្នាពេញទៅនឹងបាទពេលខ្លះខ្ញុំសម័យវាអត់ចេញបងប្អូនបាទបងប្អូនគិតមើលរាជរដ្ឋាភិបាលថៃក៏ដូចជាក្រសួងការពារជាតិថៃក៏ដូចជាថ្នាក់ដឹកនាំរបស់ថៃប្រទេសថៃមួយទាំងមូលគេទទួលស្គាល់ថាប្រាសាទតាមាន់ធំគឺជារបស់ខ្មែរក៏ប៉ុន្តែថ្ងៃមួយនោះមានក្រុមជ្រុលនិយមថៃ20នាក់ជាងបានសរសេរលិខិតនឹងស្អីគេបងប្អូនមានសម័យឃើញលិខិតនឹងស្អីអីអត់ក្នុងលិខិតហ្នឹងគេសរសេរថាសូមស្នើសុំរាជរដ្ឋាភិបាលថៃប្រកាសប្រាប់ប្រជាជនថៃឲ្យបានច្បាស់ថាប្រាសាទតាមាន់ធំគឺជារបស់ថៃបាទក៏ប៉ុន្តែគេបានកាត់វីដេអូនេះមកត្រឹមតែពាក្យប្រាសាទតាមាន់ធំជារបស់ថៃយកមកផុសផ្សព្វផ្សាយធ្វើឲ្យខ្មែរយើងមួយចំនួនមានការចលាចលពេញទៅនឹងបាទសម្រាប់បងប្អូនខ្មែរយើងភាគច្រើនទូទាំងប្រទេសគាត់យល់គាត់ដឹងហើយថាប្រាសាទតាមាន់ធំគឺជារបស់ខ្មែរអ្នកណាមិនដឹងទូទាំងពិភពលោកថាប្រាសាទតាមាន់ធំគឺជារបស់ខ្មែរបាទសូម្បីតែថៃខ្លួនឯងនោះក៏ដឹងថាប្រាសាទតាមាន់ធំជារបស់ខ្មែរដែរក៏ប៉ុន្តែនៅពេលនោះគឺមានក្រុមជ្រុលនិយមត្រឹមតែ20នាក់ជាងបានសរសេរលិខិតនេះបាទសរសេរលិខិតបានប្រកាសខ្ញុំក្នុងនាមជាប្រជាជនថៃស្នើសុំឲ្យរដ្ឋាភិបាលថៃប្រកាសជាផ្លូវការថាប្រាសាទតាមាន់ធំគឺជារបស់ថៃតែលិខិតនោះគេមានចេញវីដេអូពេញមកណាគេបញ្ចេញមកត្រឹមតែប្រាសាទតាមាន់ធំគឺជារបស់ថៃធ្វើឲ្យបងប្អូនខ្មែរយើងមួយចំនួនហ្នឹងវល់ពេញទៅនឹងតែម្ដងសម្រាប់បងប្អូនអ្នកដែលស្នេហាជាតិពិតប្រាកដមិនអីទេក៏ប៉ុន្តែសម្រាប់អ្នកមួយចំនួនដែលយករឿងនេះយកទៅវាយប្រហារយកទៅលាបពណ៌បន្ថែមទៀតអូឥឡូវនេះថៃគេបានប្រកាសហើយថាប្រាសាទតាមាន់ធំជារបស់ថៃណែវាទៅជាអញ្ចឹងទៅវិញទៅនេះបញ្ជាអំពីគំនិតរបស់យើងគឺនៅខ្សោយណាស់នៅអន់ណាស់បាទអញ្ចឹងមានន័យថាគ្រាន់តែក្រុមប្រឆាំងជ្រុលនិយមតែ4-10នាក់មកស្រែកហ្នឹងយើងបែរជាមកតតាំងជាមួយថៃមកឆ្លោះជាមួយថៃអូចង់ប្រកាសសង្គ្រាមជាមួយថៃឬក៏យ៉ាងម៉េចហ៎ពិភពលោកបានដឹងហើយថៃទូទាំងប្រទេសថៃគេបានដឹងហើយរាជរដ្ឋាភិបាលថៃគេបានដឹងហើយក្រសួងការពារជាតិថៃគេបានដឹងហើយថាប្រាសាទតាមាន់ធំជារបស់ខ្មែរហើយដើម្បីគ្រាន់តែក្រុមជ្រុលនិយមរបស់ថៃប្រមាណអ្នកហ្នឹងធ្វើឲ្យអស់លោកឯងមួយចំនួននេះបែរជាមកចោទប្រកាន់រដ្ឋាភិបាលកម្ពុជាទៅវិញអត់ចោទប្រកាន់សិតតែអូថ្នាក់ដឹកនាំកម្ពុជាអសមត្ថភាពធ្វើឲ្យបាត់បង់ប្រាសាទតាមាន់ធំណែវាទៅចេះទៅវិញទៅបងប្អូនគិតពិចារណាខ្ញុំសម័យអត់ចេញទេខ្ញុំសម័យមិនចេញទេរហូតដល់ថ្នាក់ថាក្រុមជ្រុលនិយមត្រឹមតែ20នាក់ជាងមកបង្កបញ្ហាអញ្ចឹងធ្វើឲ្យខ្មែរយើងមួយចំនួនឆ្លេឆ្លាជ្រួយច្បល់ខ្លះដឹងហើយក៏ប៉ុន្តែធ្វើមិនដឹងបាទមិនថារឿងប្រាសាទតាមាន់ធំក៏ដោយឬក៏បញ្ហាព្រំដែនផ្សេងក៏ដោយខ្ញុំសូមសំណូមពរបងប្អូនថាជឿជាក់ទុកចិត្តទៅលើរាជរដ្ឋាភិបាលកម្ពុជាចុះថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីគ្រប់ក្រសួងគ្រប់ស្ថាប័នគេក៏ស្រឡាញ់ជាតិគេក៏ស្នេហាជាតិគេក៏ស្រឡាញ់ទឹកដីដែរមិនមែនស្រឡាញ់តែអស់លោកឯងប្រឆាំងមួយចំនួនហ្នឹងទេអានេះខ្ញុំនិយាយចំពោះតែក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលគ្រាន់តែឃើញពួកប្រឆាំងជ្រុលនិយមរបស់ថៃប្រមាណអ្នកហ្នឹងចេញមកវាយប្រហារចេញមកលាបពណ៌ចេញមកប្រកាសរឿងប្រាសាទតាមាន់ធំបែរជាចេញមកវាយប្រហាររដ្ឋាភិបាលវាយប្រហារថ្នាក់ដឹកនាំវាយប្រហារសម្ដេចតេជោវាយប្រហារសម្ដេចធិបតីអត់ថាអសមត្ថភាពដឹកនាំទាំងឪពុកទាំងកូនធ្វើឲ្យបាត់បង់ទឹកដីបាត់បង់ប្រាសាទចេះបាត់បង់ប្រាសាទចុះអីលោកឲ្យលោកគ្រាន់តែរឿងគេអាប្រឆាំងថៃប្រមាណអ្នកមកនិយាយនិយាយកើតសនំពោទៅដល់រដ្ឋាភិបាលគេឲ្យប្រកាសរឿងប្រាសាទតាមាន់ធំណាកាន់กระดาษមួយប្រកាសអញ្ចឹងបាទបែរជានាំគ្នាជ្រុលឆាលមកចោតប្រកាន់ថ្នាក់ដឹកនាំមកលៀបពណ៌ថ្នាក់ដឹកនាំវាជ្រុលពេកណាខ្ញុំជឿថាអស់លោកឯងដែលនៅក្រៅប្រទេសប្រមាណអ្នកនេះដែលលៀបពណ៌ដែលចោតប្រកាន់ទៅលើរដ្ឋាភិបាលនេះអស់លោកឯងក៏ដឹងដែរថាវាជាបញ្ហារឿងនយោបាយរបស់ក្រមជ្រុលនិយមថៃក៏ប៉ុន្តែអស់លោកឯងឆ្លៀតក្នុងឱកាសនេះដើម្បីកេងចំណេញនយោបាយឆ្លៀតក្នុងឱកាសនេះដើម្បីបោកប្រាស់ប្រជាពលរដ្ឋ
បាទឆ្លៀតក្នុងឱកាសនេះដើម្បីញុះញង់ប្រជាពលរដ្ឋឲ្យមានការស្អប់ខ្ពើមទៅលើថ្នាក់ដឹកនាំក៏ប៉ុន្តែសូមជម្រាបថាប្រជាពលរដ្ឋខ្មែរមិនល្ងងទេបាទប្រជាពលរដ្ឋខ្មែរគាត់ដឹងតាភាសាតាមន់ធំជារបស់ខ្មែរយូរយារណាស់មកហើយឯងអីមកអីញុះញង់រឿងអីលៀបពណ៌រឿងអីស្មានតែអញជឿបាទអានេះសូមជម្រាបឈប់បានឈប់ទៅបើអ្នកឯងស្រឡាញ់ជាតិស្រឡាញ់ប្រជាពលរដ្ឋស្រឡាញ់ទឹកដីពិតប្រាកដកុំព្យាយាមញុះញង់បង្កបញ្ហាឲ្យប្រទេសថៃនិងកម្ពុជាបាទមានវិវាទក៏ដូចជាមានបញ្ហាទំនាស់នឹងគ្នាកុំព្យាយាមញុះញង់ឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំក៏ដូចជាខឹងសម្បាទៅលើថ្នាក់ដឹកនាំព្រោះគ្រប់សកម្មភាពគ្រប់ទង្វើរបស់ក្រមប្រឆាំងអស់ឯងមួយចំនួននេះសិតសឹងតែសកម្មភាពដែលលៀបពណ៌ញុះញង់ចង់ឲ្យកម្ពុជានិងថៃមានសង្គ្រាមជាមួយគ្នាបាញ់បោះជាមួយគ្នាបាទធ្វើឲ្យកម្ពុជានិងថៃមានទំនាស់ជាមួយគ្នាហើយលោកឯងមួយចំនួននេះចាំព្យាយាមទទួលផលសួរថាធ្វើអញ្ចឹងបានអីគេចំណេញនយោបាយមែនក៏ប៉ុន្តែវាប៉ះពាល់ទៅដល់សន្តិសុខជាតិរវាងកម្ពុជានិងថៃអ្នកដែលប៉ះពាល់គឺប្រជាជនថៃនិងប្រជាជនកម្ពុជាអ្នកដែលខាតបង់គឺប្រទេសថៃនិងប្រទេសកម្ពុជាតែអ្នកដែលចំណេញគឺពួកប្រឆាំងក្រៅប្រទេស